mình nó kêu bằng họ Facebook vui trình mình đăng ta tin đi trong bằng họ Facebook vui trình cho mà kì dốc tới cả lái phim kì dốc tới cả lái phim thạc xong bạn đọ tuôn ở ti à kẹo bình chưa ca còn tốt hơi làm căn là kẹo bình chưa ca tuôn này làm bấy tiêm bay thầy xong bạnឆ្លើយតបថាខ្ញុំមកសួរសុខទុក្ខខ្ញុំមិនឆ្លើយតបទេក៏ប៉ុន្តែខ្ញុំបានរំលឹកទៅអ្វីដែលពួកគេនិយាយរឿងបែបនេះក៏គេធ្វើទៅកើតគេធ្វើទៅកើតតែនៅទីនេះក៏កំពុងតែផ្សាយចេញផ្ទាល់ដែរផ្សាយចេញផ្ទាល់ខ្ញុំបានមកកាន់ទីនេះគឺខ្ញុំមកបើទោះបីជាខ្ញុំមិនចេញបញ្ជាតបទេអ្នកដែលមានសិទ្ធិបញ្ជាតបពេលនេះគឺនាយករដ្ឋមន្ត្រីដែលមកសួរសុខទុក្ខបងប្អូនប្រហែលថ្ងៃមុននេះដែលជាកូនប្រុសរបស់ខ្ញុំនិយាយអញ្ចឹងទៅចុះជាកូនប្រុសរបស់ខ្ញុំអ្នកដែលមានសិទ្ធិបញ្ជាតបគឺនាយករដ្ឋមន្ត្រីការពារជាតិនិងអគ្គបញ្ជាការកងទ័ពប៉ុន្តែខ្ញុំមានភារកិច្ចទទួលខុសត្រូវមួយក្នុងឋានៈជាពលរដ្ឋឬក្នុងឋានៈជាមេដឹកនាំខ្ញុំជាមនុស្សទី2បន្ទាប់ពីព្រះមហាក្សត្រមកគឺប្រធានព្រឹទ្ធសភានោះឯងដែលជាមេដឹកនាំរបស់ប្រទេសតើខ្ញុំមានការចាំបាច់ដើម្បីទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងទេសូម្បីតែអំណាចនាយករដ្ឋមន្ត្រីដែលខ្ញុំធ្លាប់កាន់38ឆ្នាំក៏ខ្ញុំលះបង់ខ្ញុំតែងតាំងអគ្គបញ្ជាការទ័ពខ្ញុំតែងតាំងមេជើងគោកឬក៏មេជើងអាកាសមេជើងទឹកតើមានការចាំបាច់ណាមួយដើម្បីឲ្យខ្ញុំត្រូវកាន់កងទ័ពអគ្គបញ្ជាការកងទ័ពខ្លួនឯងនេះបើសូម្បីតែតំណែងនាយករដ្ឋមន្ត្រីក៏ខ្ញុំសុខចិត្តចោលគ្មានការចាំបាច់ទេបងប្អូនគ្រាន់តែនិយាយលេងជាមួយខ្ញុំថាហៅខ្ញុំថាជាអគ្គភស្តុភារជាន់ខ្ពស់ខ្ញុំក៏ទទួលយកដោយការពេញចិត្តដើម្បីផ្គប់ផ្គង់កងទ័ពវាយចោលជាទៀតសម្លេងរបស់ហ៊ុនសែនគឺជាសម្លេងជាតិរបស់កម្ពុជាជាមេដឹកនាំនៅក្នុងការលើកគោលនយោបាយយុទ្ធសាស្ត្រការពារជាតិដោយផ្អែកលើខឿនការពារជាតិរបស់ប្រជាជនហ៊ុនសែនបានដឹកនាំប្រទេសនេះចូលរួមដឹកនាំនិងដឹកនាំប្រទេសនេះរយៈពេលជិតកន្លះសតវត្សទៅហើយដោយតែគ្មានការចាំបាច់ណាដើម្បីឲ្យខ្ញុំទៅកាន់អគ្គបញ្ជាការកងទ័ពខ្លួនឯងនោះទេហើយឥឡូវនេះឧត្តមសេនីយ៍នៅខាងក្រោយទាំងប្រមាណពួកគេតែងតែគោរពនិងផ្ដល់តម្លៃដល់ខ្ញុំក្នុងឋានៈជាមេដឹកនាំរបស់ពួកគេខ្ញុំមិនមែនត្រឹមតែជាមេទ័ពទេក៏ប៉ុន្តែគឺជាអ្នកបង្កើតទ័ពដើម្បីវាយប៉ុលពតកាលពីដើមហើយអ្វីទៅបានជាអ្នកឯងមកបំផន់ត្រឹមតែប៉ុណ្ណឹងណែឯងបំផន់សារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក